Hello ស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្ដងទៀតមកកាន់ Channel ផ្កាស្លាដូចជា3គ្នាយូរដែរហើយនេះមុននឹងបន្តសាយរឿងសូមកុំភ្លេចជួយចុច Like ក៏ដូចជា Subscribe ឲ្យ Channel របស់ខ្ញុំអ្នកមួយផងក៏ដូចជាការលើកទឹកចិត្តមកដល់រូបខ្ញុំផងដែរតើកុំឲ្យខាតពេលយូរយើងទៅបន្តសាយរឿងយើងទាំងអស់គ្នាតពីភាពមុនមកសាយរឿងក៏បានបង្ហាញយើងឃើញថាPenelopeបាននិយាយឡើងជំរឿទាំងនេះខ្ញុំដឹងថាពួកវាច្បាស់ណាស់ក្នុងឈុតឆាកនេះខ្ញុំត្រូវលេងវាឡើង2ដងតាំងពីពេលចាប់ផ្ដើមដំបូងក្នុងវគ្គពិបាកនេះខ្ញុំជ្រើសរើសយកចម្លើយខុស2ដងហើយលទ្ធផលចុងក្រោយក៏ត្រូវចាញ់ហ្គេមទាំង2ដងដែរនាងក៏បានបន្តទៀតថាត្រូវហើយពេលនេះខ្ញុំកំពុងនៅក្នុងហ្គេមក្នុងចំណោមជម្រើសទាំង3នេះខ្ញុំជ្រើសរើសចម្លើយខុស2តែពួកវាគឺជាអន្ទាក់បើខ្ញុំជ្រើសរើសចម្លើយទី1អ្នកបម្រើនឹងរត់ទៅរកអ្នកកញ្ញាហើយប្រាប់គាត់ពីការខឹងសម្បាររបស់ខ្ញុំហើយបើកូនប្រុសច្បងបានលឺខ្ញុំត្រូវបង្អត់បាយបង្អត់ទឹកនៅក្នុងបន្ទប់នេះរហូតដល់ខ្ញុំឃ្លានស្លាប់ហើយខ្ញុំក៏មិនអាចជ្រើសរើសចម្រើសទី2បានដែរព្រោះថាកូនប្រុសទី2ដែលដើរកាត់បន្ទប់នេះហើយក៏មកឃើញហើយគេក៏មកព្យាយាមបំបែកខ្ញុំចេញពីអ្នកបម្រើរួចខ្ញុំក៏ត្រូវសងចាក់ចំកដួលស្លាប់នៅលើកំរាលភ្លាមតែម្ដងគេត្រឡប់មកវិញប្រសិនបើខ្ញុំធុញទ្រាន់ខ្ញុំនឹងគ្រាន់តែចុចប៊ូតុងថយក្រោយហើយលេងព្រឹត្តិការណ៍ពិសេសមួយចំនួនទៀតតែប៉ុណ្ណោះប៉ុន្តែគឺជាការពិតវាគ្មានប៊ូតុងថយក្រោយនោះទេហើយភ្លាមនោះ System ក៏បានដំណើរការដោយខ្លួនឯងរួចដៃរបស់ Pina ក៏បានកម្រើកឡើងរួចក៏ចាប់កាន់នៅស្លាបព្រាដួសស៊ុបឡើងមកញ៉ាំដោយខ្លួនឯងចំណែកឯនាងដែលជាអ្នកបម្រើក៏មានអារម្មណ៍ថាខុសប្លែកដែរPenelopeនាងនៅក្នុងចិត្តថានាងហៅថាវាជាអាហារមែនទេនាងកុំលេងសើចនឹងខ្ញុំរសជាតិរបស់វាពិតជាពិបាកលេបណាស់ហើយរាងកាយរបស់ខ្ញុំមិនព្រមឈប់នោះទេនៅពេលនោះអ្នកបម្រើក៏បាននិយាយឡើងថាអ្នកនាងតែអ្នកនាងពិតជានិយាយមិនទាន់ចប់ផងសម្រាប់ជើងមួយក៏បានមកដល់បន្ទប់ Penelope នៅក្នុងចិត្តថាតើខ្ញុំត្រូវទ្រាំញ៉ាំវាច្រើនប៉ុណ្ណាទៀតទៅខ្ញុំអាចបញ្ឈប់ឈុតឆាកនេះបានហើយម្ចាស់សម្រាប់ជើងនោះក៏បាននិយាយឡើងថាតើនាងកំពុងធ្វើអីហ្នឹងរួចភ្លាមនោះអ្នកបម្រើក៏បាននិយាយឡើងថាអ្នកប្រុសរ៉េណូរួចរ៉េណូក៏បានសម្លឹងមកកាន់ Penelope ទាំងការងើយឆ្ងល់ Penelope ក៏បន្តគិតទៀតថាហេតុអីខ្ញុំត្រូវមកឆ្លងកាត់រឿងទាំងអស់នេះដែររួចនាងក៏បានគិតសម័យទៅដល់រឿងអតីតកាលរួចយើងក៏បានឃើញថាមានចែនមួយត្រូវបានគេបោះចោលក្រឡាប់នៅនឹងដីហើយសំឡេងបងប្រុសចុងរបស់ Penelope ក៏បាននិយាយទៅកាន់នាងថាប្រាប់ប៉ាទៅបើសិនជាឯងមានអារម្មណ៍ថាខុសឯងមិនអាចមែនទេព្រោះលោកប៉ាមិនដែលខ្វល់ពីឯងស្រាប់ហើយលោកប៉ាមិនខ្វល់ថាឯងត្រូវដាច់ពោះស្លាប់ឬត្រូវគេធ្វើបាបនៅសាលានោះទេព្រោះឯងមិនមែនជាចំណែកនៃគ្រួសារពួកយើងឡើយPenelopeក៏បន្តគិតទៀតថាអាបងប្រុសចាំសៀតទាំងពីរនោះមិនដែលទុកឲ្យខ្ញុំរស់នៅបានសុខស្រួលនោះឡើយមិនថារឿងអាហារឬរឿងជីវិតនៅឯសាលារៀននោះទេហើយទោះបីជាម្ដាយរបស់ពួកគេស្លាប់ដោយសារជំងឺមុនពេលដែលខ្ញុំកើតទៅតែពួកគេធ្វើមកលើខ្ញុំនេះដូចជាសត្រូវរបស់ម្ដាយគេតាំងពីពេលណាអញ្ចឹងព្រោះតែពួកគេទៅខ្ញុំឧស្សាហ៍ឈឺជានិច្ចខ្ញុំជួបបទពិសោធន៍ទាំងនេះក្នុងពិភពពិតប៉ុន្តែពេលនេះខ្ញុំក៏មកជួបបទពិសោធន៍ទាំងនេះនៅក្នុងហ្គេមទៀតតបមករ៉េណូក៏បានសួរទៅកាន់ Penelope ថាហេតុតើនេះមិនអីទេព្រោះឃើញ Penelope ញាត់ញ័រឡើងអួតទៅហើយពេលដែលរ៉េណូក្រឡេកទៅមើលចានអាហាររួចមានការហួសចិត្តជាខ្លាំងព្រោះតែនៅលើតុអាហារឃើញមានសត្វអាហារដុះផ្សិតនឹងជួបអូមពេលនោះរ៉េណូនិយាយទាំងសម្លេងធ្ងន់ទៅកាន់អ្នកបម្រើឡើងថាតើឯងឲ្យអាហារបែបនេះទៅនាងរួចគេក៏បានបន្តទៀតថាហេតុអីក៏ឯងហ៊ានមើងងាយការគ្រប់គ្រងរបស់គ្រួសារអ្នកឧបកញ្ញាយ៉ាងនេះភ្លាមនោះអ្នកបម្រើក៏បានប្រកែកឡើងថាអ្នកប្រុសរឿងនេះគឺថាមិនចាំឲ្យអ្នកបម្រើនោះនិយាយចប់រ៉េណូក៏បាននិយាយឡើងថាហេតុអីក៏អ្នកបម្រើតូចទាបដូចជាឯងហ៊ានធ្វើរឿងបែបនេះទៅលើអាហាររបស់ម្ចាស់ខ្លួនរួចរ៉េណូក៏បានបញ្ជានាងឲ្យឆាប់ចេញពីទីនេះភ្លាមទៅហើយគេក៏បានបន្តទៀតថាយើងនឹងទៅជម្រាបរឿងនេះទៅដល់លោកប៉ានិងបងប្រុសរបស់យើងប្រកបណាស់ហើយគេក៏បានបន្តទៀតថាតើមានអ្នកណានៅទីនេះទេឯណាអ្នកចាត់ការសំឡេងមួយក៏បានបន្លឺឡើងថាតើអ្នកប្រុសទី2មានរឿងអ្វីមែនទេរួចរ៉េណូក៏បានបញ្ជាថាយកស្រីចង្រៃនេះទៅឲ្យឆ្ងាយហើយដាក់គុកនាងទៅចំណែកឯអ្នកបម្រើនោះសូមអង្វរករទៅកាន់រ៉េណូម្ដងហើយម្ដងទៀតប៉ុន្តែរ៉េណូមិនបានខ្វល់នឹងសម្ដីរបស់អ្នកបម្រើនោះទេជំនួសឲ្យការស្ដាប់ការសូមអង្វរកររបស់អ្នកបម្រើគេបានក្រឡេកមកមើលPenelopeជំនួសវិញរួចគេក៏បានសួរទៅកាន់នាងថាហេតុតើនាងមិនអីទេមែនទេហើយគេក៏បានសួរទៅកាន់នាងថាហេតុអីក៏នាងនៅបន្តញ៉ាំរបស់អស់នេះទាំងលំបាកទៀត
នាងគួរតែស្រែកឡូឡាដោយអ្វីដែលនាងធ្លាប់ធ្វើរាល់ដងពេលនោះភីណែនភីក៏បានគិតក្នុងចិត្តថាបើសិនជាខ្ញុំមិនញ៉ាំវាទេក៏របស់ខ្ញុំប្រកាសជាត្រូវចាក់នឹងសមដោយសារលោកជាមិនខានទេហើយទោះបីជានាងចង់និយាយអ្វីផ្សេងក៏ដោយក៏នាងមិនអាចនិយាយបានដែរព្រោះថានាងគ្មានជម្រើសនាងក៏បានបន្តទៀតថាសពបការជួស្ថានភាពពេលនេះអាចដោះស្រាយចេញគឺដោយសារតែកូនប្រុសទី2របស់អ្នកឧកញ្ញារួចភីណែក៏បានបន្តទៀតថាប៉ុន្តែតាអ្នកបម្រើមួយនេះមែនទេដែលជាហេតុផលធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពបែបនេះវាក៏មិនពិបាកនិយាយដែរថាអ្នកបម្រើទាំងអស់នេះក៏ប្រហែលជាមានអាកប្បកិរិយាដូចគ្នាហើយនាងក៏បន្តទៀតថាប្រសិនបើសមាជិកគ្រួសាររបស់អ្នកឧកញ្ញារួមទាំងអាចចង្រៃនៅទីនេះអើពើនឹងរឿងទាំងអស់នេះរឿងបែបនេះក៏នឹងមិនកើតឡើងតាំងពីដំបូងម្ល៉េះរួចរ៉េណូក៏បាននិយាយឡើងថាហេនាងមើលទៅដូចជាមិនស្រួលទេតែខ្ញុំគួរហៅគ្រូពេទ្យឲ្យឬក៏យ៉ាងម៉េចរួចមានវីដេអូមួយក៏បានបង្ហាញឡើង1កុំខ្វល់2តើលោកខ្វល់ធ្វើអីចេញពីបន្ទប់ខ្ញុំទៅជំរឿនទី3មិនបាច់មកធ្វើជាល្អនោះទេលោកមានអំណួតលើខ្លួនឯងពេកហើយពេលនេះក៏បានគិតក្នុងចិត្តថាជំរឿនទៀតហើយព្រះអើយបើសិនជាខ្ញុំជ្រើសរើសចម្រើនបានត្រឹមត្រូវមិនប្រុងប្រយ័ត្នខ្ញុំនឹងស្លាប់ចឹងណាហើយនាងក៏បានបន្តទៀតថាបើសិនជាខ្ញុំមិនដឹងអ្វីពីពិភពមួយនេះខ្ញុំជាសប្បាយជ្រីករាយនឹងការខ្វាយខ្វល់របស់លោកប៉ុន្តែខ្ញុំបានដឹងរួចហើយថាលោកមិនមានន័យអ្វីចំពោះរឿងនេះទេ